ជួបជាមួយនឹងខ្ញុំបានរ៉េនសុខានៅក្នុងវីដេអូនេះគឺយើងមានប្រធានបទពិសេសមួយតែមុននឹងចូលដល់ប្រធានបទខ្ញុំនាំបងប្អូនមកបេះម្ទេសឡាតអត់បន្តិចសិនម្ទេសនេះក្របទូចប៉ុន្តែវាហឹលថាតើខ្ញុំបេះម្ទេសហ្នឹងយកទៅធ្វើអ្វីដែរបន្តិចទៀតនឹងចូលទៅដល់ប្រធានបទរបស់យើងហើយហើយនេះគឺជាម្ទេសដែលយើងបេះមិញហ្នឹងដាក់ទាំងអស់បងប្អូនសាកគ្នាមើលតើប្រធានបទថ្ងៃនេះខ្ញុំនឹងនិយាយពីប្រធានបទអ្វីបន្ទាប់មកយើងបុកវាធ្វើជាអំបិលម្ទេសមួយតែប្រធានបទមិនមែនអំបិលម្ទេសឡើយគ្រាន់តែថាអំបិលម្ទេសក៏វាជាផ្នែកមួយនៃប្រធានបទរបស់យើងនេះពេលបន្តិចទៀតដែរព្រោះគ្រឿងផ្សំដែលអាចធ្វើឲ្យកើតចេញទៅជាសមិទ្ធផលមួយបានគឺវាត្រូវការធាតុផ្សំជាច្រើនអូខេឥឡូវអំបិលម្ទេសយើងបានហើយតោះឥឡូវយើងទៅកាន់ទីកន្លែងដែលជាប្រធានបទរបស់យើងទាំងអស់គ្នាប្រធានបទនៅថ្ងៃនេះគឺពាក់ព័ន្ធជាមួយនឹងជំនាញបងប្អូនមើលមកក្នុងចានរបស់ខ្ញុំនេះគឺជីកហើយនឹងអំបិលម្ទេសហើយជីកនេះគឺជាជីកដំបងបាទជីកដំបងខ្ញុំអត់យកមកធ្វើជាប្រធានបទនៅក្នុងជំនាញទេគឺយកលក្ខណៈជីកទូទៅណាអាចជីកពងមាន់ជីកណាំវ៉ាជីកទឹកឬជីកអ្វីក៏បានដែរក្រៅពីជីកដំបងហេតុអីព្រោះជីកនេះវាមានលក្ខណៈពិសេសហើយវាជាប្រយោជន៍និងជាឧបមាសម្រាប់ខ្ញុំនៅក្នុងវីដេអូនេះលើកមកនិយាយអំពីជំនាញជីកនេះគឺវានឹងព្យាបាលនៅជំងឺក្រពះណាក្រពះពោះវៀនបងប្អូនដែលមានជំងឺក្រពះជំងឺពោះវៀនដែលព្យាបាលមិនជាបើទៅពេទ្យអាចអស់លុយរាប់ពាន់ដុល្លារហើយមានអ្នកខ្លះរហូតដល់រាប់ម៉ឺនដុល្លារនោះព្យាបាលមិនជាទៀតបញ្ហាក្រពះប៉ុន្តែបងប្អូនគ្រាន់តែងាកមកញ៉ាំជីកខ្ចីជាមួយនឹងអំបិលម្ទេសបើសិនជាបងប្អូនមិនត្រូវការម្ទេសក៏បានដែរអត់មានអំបិលម្ទេសក៏បានដែរហូបតែជីកខ្ចីទៅទេក៏បានដែរប៉ុន្តែជីកវាចត់ខ្លាំងអញ្ចឹងយើងហូបជាមួយនឹងអំបិលម្ទេសទៅក៏វាជួយសម្រួលនៅភាពចត់មួយចំនួនធ្វើឲ្យយើងឆ្ងាញ់បងប្អូនឈឺក្រពះខ្លាំងអស់ចេកត្រឹមតែ2ចេកនេះ3ចេកគឺបងប្អូននឹងមានអារម្មណ៍ថាធូរស្បើយក្នុងរយៈពេលតែ2ទៅ3ម៉ោងក្រោយតែប៉ុណ្ណោះទេបងប្អូនឈឺក្រពះសាកមើលទៅហើយជំនាញដែលខ្ញុំលើកយកមកនិយាយពាក់ព័ន្ធជាមួយនឹងជំនាញរបស់មនុស្សយើងម្នាក់ដោយភ្ជាប់ជាមួយនឹងជំនាញរបស់ចេកនៅក្នុងការព្យាបាលជំងឺក្រពះអញ្ចឹងដែរអូខេឥឡូវយើងចូលទៅដល់ប្រធានបទរបស់យើងពាក់ព័ន្ធជាមួយនឹងជំនាញនៅក្នុងប្រធានបទនេះខ្ញុំចង់ឲ្យបងប្អូនរៀនបង្កើតនៅជំនាញវិជ្ជាជីវៈរបស់ខ្លួនយើងឲ្យបានច្បាស់លាស់ប្រៀបដូចជាចេកខ្ចីអញ្ចឹងវាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការព្យាបាលជំងឺក្រពះពោះវៀនប៉ុន្តែបើសិនជាបងប្អូនយកចេកខ្ចីនេះទៅព្យាបាលជំងឺថ្លើមជំងឺបេះដូងជំងឺប្រមាត់ជំងឺតម្រងនោមជំងឺខួរក្បាលវាអត់ជាទេព្រោះវាមិនត្រូវជំនាញតែបើសិនជាយកមកព្យាបាលនៅជំងឺក្រពះពោះវៀនគឺមានប្រសិទ្ធភាពបំផុតយ៉ាងណាមិញដូចគ្នាដែរមានយុវជនមានសិស្សនិស្សិតភាគច្រើនគាត់តែងតែចង់បាននៅចំណេះដឹងច្រើនចឹងហើយគាត់រៀននេះផងរៀននោះផងរៀនបង្កើតនៅចំណេះដឹងយ៉ាងច្រើនដល់ពេលលទ្ធផលគឺអត់មានជំនាញច្បាស់លាស់ទេបងប្អូនត្រូវចាំថាយើងត្រូវតែបង្កើតនៅជំនាញវិជ្ជាជីវៈរបស់យើងតែមួយជំនាញជាគោលបានហើយរឿងជំនាញផ្សេងទៀតយើងនឹងបង្កើតនៅពេលក្រោយបន្តទៀតប៉ុន្តែសំខាន់បំផុតយើងត្រូវតែបង្កើតនៅជំនាញគោលរបស់យើងមួយជាមូលដ្ឋានកាលណាយើងមានជំនាញនោះគឺយើងមានភាពច្បាស់លាស់មានចំណេះដឹងច្បាស់លាស់នៅពេលដែលយើងមានជំនាញច្បាស់លាស់ការងាររបស់យើងគឺមានប្រសិទ្ធភាពការងារនឹងរត់មករកយើងព្រោះអ្វីដែលយើងធ្វើគឺទទួលបានផលជាទីគាប់ចិត្ត
đôi chỉ chi chẳng rùa chiết vi chót đại chỉ môi bal mà tê tấu cứ hal đã mà mặt tấu lần cái đào ngừng còn té dừng nấu té ổn hai ấy rùa vía miên sả rạ rồi giáo nông cáp chi bá chùm niên rồi bỏ dưỡng có đôi khi đại bong ôn công chia diêm riêng ni phong riêng nu phong riêng group bạp giang đầm bay xoay rồi càng nghĩ ấy vậy đại bong ôn trâu thưa nấu cứ bong ôn riêng bằng cao nấu chùm niên rồi bỏ bong ôn ao tất cả bà bong ôn trong khang sẽ lập bạ bong ôn áp pivot khang sẽ lập bạ bà bong ôn trong khang vị sva co bong ôn áp pivot khang vị sva co bà bong ôn trong khang này khang pet về chuyện bẩn đất rư doctor ấy bong ôn bốc tôi lỡ chùm niên vì chia chỉ vẽ rồi bỏ bong ôn ao tất cả nè bà bong ôn trong này khang na muối bong ôn bằng cao nấu chùm niên vì chia chỉ vẽ nắng ao khai tàu chia chùm niên cái hào thà skill on lấy cái hào thà skill nè bằng cao nấu ở chùm niên nắng ao bà lo sầm rạp bong ôn tàu cứ bà này hay chấm này đăng xem tiết có dương tàu che đái có còn tay vì chặt tục chia chấm này đăng bằng toa bằng sòm dương vô chấm này đăng côn mùi cứ dương tàu bằng cao nấu chùm niên vì chia chi vẽ nam muối ỏi bứt bạc cốt rồi bọc dương nấu pe đại dương miền chùm niên bạc lo hái ca nghĩa viên đừng rót mà rồi dương này ruột ca nghĩa cái tàu ca nè đầy cho bạc lo nè đại thưa tấu tranh tấu chỉ là tập Paul nè đại thưa tấu ban play ban ca ban Paul mà vinh mẹ anh ấy có che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  che group bạp vàng bà lột thì rùm ngói có thao thá che ở vậy ở che bật bạc cọt cùng ở cloud cháo áแต่ cloud cháo cứ mình ai pra ca ba nè là quên chu chót cứ khôi tại đó chẳng bà dương riêng nâu vì chia nam mối cứ riêng nâu vì chia nắng ở bà lọอย่างนั้นmình đôi khi đại bà bom ôn châu riêng nâu mà ha vì chia lai score vì chia lái dân trâu tay bằng cao nâu chùm niên rồi bỏ dân ở bà lọ pe là dân riêng dân cầm nát há dân riêng đầm bảy ấy cầm nát cô đào dân ở bà lọ bạch riêng bảy buồn một vì chia bằng hành ta lôi tròn tê ná sờ lanh một vì chia ná dốc từ một vì chia năng tao đôi nhóm cứ chia nè nị pôn phiệp giòn nè hay cao bị tôi máu mạc nhóm mặt trong ở nhóm khai từ chia nè nị pôn phiệp giòn tê của mạc nhóm có tha nè nị pôn nắng cứ ai chăm chăn rùa ti hay bom yên và bón coi chăm và bón rùa đai của rồi chấm nâu viêm ban chấm nâu bị tít tui pi nè còn tay nâu pe lại nhóm khai từ chia nè nị pôn phiệp giòn bật bật cứ miền ca nghe chào rót mà rô nhóm tay ở vậy đai sầm khan nữa cứ nhóm tay tại bong ca nghe mua chùm nuôi nó trâu tụi mình cứ mua là hai đây mua là hai đôi xa té nhóm miền cô đào bằng tham tiết cứ cô đào bằng cao nâu sự power dạ protein anh nắng cứ chia cô đào rồi bỏ giờ hao tháp bằng cao nâu chùm niên rồi bỏ giờ rùa chùm niên về miền sả rạ sầm khăn khăn ná sầm rạp chi về hiệp rồi bỏ giờ nó không ca rùa nào ná dương mình chăm bạch che ai cho ra rồi họ đào khai chia bằng đất khai tàu chia nè pra ấy có chết bài tê chết tạm mua chùm nia nhỏ chứ bạc lo tàu cứ chỉnh chăm chỉ vật bàn hơi bà pa con oi bà cót tha chết bà con bà pa mà tô oi chết bà cót tha pa mà tô nè bà chết hà vay muối oi bà cót chùm nia tôi cái đói chùm nia thôm cái đói vơ oi bà cót tàu cứประรถตามหาไว้บนเด็ดพีรมเพียซางง้อยก็ทาเจ้าไว้เจ้าเอาประกอบประรถตามหาเห็นนะจังจึงเจ้าเอาแต่ประกอบตัวเวียนังเมียนจำนวนลายจิงจำชีวิตบาnàyนะอันนั้นคือจีจำนวนสำคัญการบังคับจุ่มเนียนมวยเวียเหมือนจีการเงยสรัวตีบองอ่อนคือเต้าการเป็นวิเลียจรานะให้เต้าการวักหัดนกคูกบาจรานะปลุกจุ่มเนียนคือวิการล้างโดยเพียบชุบะล้อในคูกบาดำนักการดำบงเป็นอะไรยืงเคยอย่าไว้มวยยืงลื้อเอาไว้มวยคือเต้นอันนี้จังออกนังวิโจลตัวขนมคูกบาปะตอบเมาวิเพื่อเอาเมียนเพียบซ้อมในขนมคูกบาซ้อมให้ซ้อมเตี้ยโรโฮดอลเมียนเพียบชุบะล้อคลายเต้าเชื่อตุ่มหลบเติบวิอาจบังการเนาเชื่อจุ่มเนียนมวยหลังฮะบ่าวเส้นจียืงกรอนแต่เคยกรอนแต่เพื่อให้มันอนุวัตจีดอดได้จีดอดได้เต้เวียมันอาจบังคับเต้าชื่อจุ่มเนียนบาเลย
ហើយជំនាញហ្នឹងវាកើតឡើងនៅខាងក្នុងខួរក្បាលមុនចេញទៅជាសកម្មភាពអញ្ចឹងគឺយើងត្រូវអភិវឌ្ឍនៅខួរក្បាលរបស់យើងគឺវឹកហាត់ខួរក្បាលរបស់យើងឲ្យคล้ายទៅជាជំនាញវិជ្ជាជីវៈណាមួយឧបមាជាក់ស្ដែងដូចជាខ្ញុំជាអ្នកនិពន្ធភាពយន្តទម្រាំតែខ្ញុំคล้ายទៅជាអ្នកនិពន្ធភាពយន្តមិនមែនកើតមកคล้ายទៅជាអ្នកនិពន្ធណាជំហានដំបូងខ្ញុំចង់คล้ายទៅជាអ្នកនិពន្ធជំហានបន្តមកទៀតខ្ញុំស្វែងយល់អំពីចំណេះដឹងគ្រប់ប្រភេទដែលពាក់ព័ន្ធជាមួយនឹងភាពយន្តបន្ទាប់មកទៀតគឺខ្ញុំចាប់ផ្ដើមអនុវត្តពេលអនុវត្តហើយខ្ញុំរៀបចំជាផែនការផែនការទី1ជំហានទី1ជំហានទី2ធ្វើអីបន្តទៀតហើយដើម្បីឲ្យប្រសិទ្ធភាពនៃការអនុវត្តរបស់យើងមានប្រសិទ្ធភាពយ៉ាងល្អប្រសើរឆ្ពោះទៅរកភាពជោគជ័យคล้ายទៅជាជំនាញពិតប្រាកដគឺយើងត្រូវតែមាននៅវិន័យទម្រាំคล้ายទៅជាអ្នកនិពន្ធភាពយន្តគឺខ្ញុំប្រើពេល15ឆ្នាំអញ្ចឹងការវឹកហាត់ជំនាញគឺមិនមែនជាការងាយទីដូច្នេះហើយគឺយើងត្រូវការរៀនជាមូលដ្ឋានប្រភពបង្កើតទៅជាជំនាញបានគឺត្រូវការរៀនផ្លែចេកទម្រាំតែវាអាចធំបានគឺវាត្រូវការពេលរបស់វាយូរដែរទម្រាំតែវាអាចមានប្រសិទ្ធភាពអាចព្យាបាលជំងឺក្រពះបានគឺវាត្រូវឆ្លងកាត់នៅដំណាក់កាលជាច្រើនមកដែរការនិពន្ធសៀវភៅអរិយប្រទេសនេះគឺប្រើពេល12ឆ្នាំ12ឆ្នាំគឺច្រើនណាស់ណាបង្កើតទៅជាជំនាញមួយយ៉ាងពិតប្រាកដរបស់ខ្ញុំព្រោះខ្ញុំត្រូវការភាពច្បាស់លាស់បង្កើតឲ្យទៅជាជំនាញវិជ្ជាជីវៈដ៏ត្រឹមត្រូវមួយសមិទ្ធផលនៃសៀវភៅនេះវាកើតឡើងដោយសារជំនាញបើខ្ញុំអត់មានជំនាញទេកុំនិយាយដល់ការផលិតបង្កើតចេញទៅជាសៀវភៅអរិយប្រទេសសំបីតែជាសៀវភៅធម្មតាក៏មិនអាចផលិតចេញផងហើយជំនាញរបស់ខ្ញុំគឺជាអ្នកនិពន្ធភាពយន្តអញ្ចឹងហើយមួយថ្ងៃពេលយប់ក៏ខ្ញុំស្វែងយល់អំពីរបៀបនៃការនិពន្ធភាពយន្តដល់ពេលខ្ញុំคล้ายទៅជាអ្នកនិពន្ធភាពយន្តហើយគឺខ្ញុំមានគោលដៅមួយទៀតគឺចង់និពន្ធសៀវភៅអរិយប្រទេសព្រោះគោលដៅរបស់ខ្ញុំចង់ធ្វើឲ្យប្រទេសយើងคล้ายទៅជាអរិយប្រទេសព្រោះនៅពេលដែលយើងសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរយើងសិក្សាអំពីប្រទេសផ្សេងជឿនលឿននៅលើពិភពលោកគឺយើងឃើញថាប្រទេសយើងស្ថិតនៅទាបជាងគេឆ្ងាយណាស់អញ្ចឹងហើយអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវតែលូតខ្លួនយើងឲ្យបានខ្ពង់ខ្ពស់ជឿនលឿនខ្លាំងក្លាដូចប្រទេសរីកចម្រើនរុងរឿងនៅលើពិភពលោកហេតុអីបានយើងត្រូវបង្កើតឲ្យប្រទេសយើងคล้ายទៅជាអរិយប្រទេសព្រោះតលតែអរិយប្រទេសទៅប្រជាពលរដ្ឋទាំងអស់រស់នៅសុខសេនសានរមនានឹងគឺជាគោលដៅរបស់ខ្ញុំព្រោះគោលដៅជីវិតរបស់ខ្ញុំដំបូងវាមានតែមួយទេប៉ុន្តែក្រោយមកទៀតគឺវាមានរហូតទៅដល់7ឯណោះណាវាមានរហូតទៅដល់7គោលដៅឯណោះនេះហើយគឺជាហេតុផលដែលខ្ញុំត្រូវការបង្កើតសៀវភៅអរិយប្រទេសជំនាញច្បាស់លាស់គឺវាមានលក្ខណៈអញ្ចឹងគឺកំណត់គោលដៅជីវិតរបស់យើងជាស្រេចអត់មានឲ្យជីវិតយើងអណ្ដែតអណ្ដូងតាមព្រំលិខិតតាមប្រេងវាសនាអត់ទេណាគឺអត្ថាហេអត្តនោនេថោខ្លួនទីពឹងខ្លួនយើងជាម្ចាស់ជោគវាសនាខ្លួនយើងសម្រេចអនាគតរបស់យើងដោយការរៀបចំជោគវាសនាជីវិតរបស់យើងគោលដៅទី1ស្អីគោលដៅទី2ស្អីគោលដៅទី4ស្អីគោលដៅទី7ទី8ទី9ទី10ស្អីអាហ្នឹងបើអ្នកមានគោលដៅច្រើនអ្នករៀបចំគោលដៅរបស់អ្នកបន្ទាប់មកធ្វើកិច្ចការហ្នឹងឲ្យបានសម្រេចទៅតាមជំហានរបស់អ្នកកិច្ចការទាំងអស់គឺវាអាចជោគជ័យទៅបានតលតែអ្នកមានជំនាញបើយើងអត់មានជំនាញទេគឺវាមិនអាចបោះជំហានឆ្ពោះទៅរកភាពជោគជ័យបានឡើយទោះបីជានៅក្នុងប្រព័ន្ធជោគជ័យវាមានដំណាក់កាល5ធំអាហ្នឹងជាគោលប៉ុន្តែបើសិនជាអ្នកអត់មានជំនាញគឺมันអាចឆ្លងនៅដំណាក់កាលមួយបានសម្រាប់ឆ្ពោះទៅរកភាពជោគជ័យបានឡើយអញ្ចឹងហើយជំនាញគឺវាជាគ្រឹះសម្រាប់ដំណើរឆ្ពោះទៅរកភាពជោគជ័យដូចជាខ្ញុំនិពន្ធសៀវភៅនេះអញ្ចឹងបើខ្ញុំអត់មានជំនាញតើអាចធ្វើបានទេអ្វីក៏ដោយដើម្បីคลายទៅជាជំនាញពិតប្រាកដមួយគឺវាត្រូវឆ្លងកាត់នៅក្នុងដំណាក់កាលអត់ធ្មត់ព្យាយាមតស៊ូពុះពៀធ្វើហើយធ្វើទៀត
ស្រាវជ្រាវឯកសារបូកជាមួយនឹងការនិពន្ធទាំងនិពន្ធចងក្រងហើយនិពន្ធសម្រាប់ចុងក្រោយទៀតគឺវា12ឆ្នាំតើបងប្អូនអាចតស៊ូព្យាយាមដើម្បីបង្កើតសៀវភៅមួយក្បាលដោយប្រើពេលវេលាអស់12ឆ្នាំបានទេគឺវាទាមទារសំខាន់ណាស់នៅការអត់ធ្មត់តស៊ូព្យាយាមទើបអាចបង្កើតនៅជំនាញច្បាស់លាស់បាននេះគឺជាហេតុផលមួយដែលធ្វើឲ្យយើងអាចឆ្ពោះទៅរកភាពជោគជ័យបានដើម្បីបានសម្រេចនៅកិច្ចការណាមួយរបស់យើងគឺយើងត្រូវការនៅជំនាញច្បាស់លាស់ណាហើយជំនាញច្បាស់លាស់នេះគឺវាទាមទារនៅភាពអត់ធ្មត់នៅការធ្វើទៅតាមដំណាក់កាលតាមដំណើរពីតូចទៅធំមួយដំណាក់វាដូចជាអំបិលម្ទេសហើយនឹងចេកខ្ចីនេះដដែលទម្រាំតែបានអំបិលម្ទេសហើយនឹងចេកខ្ចីមកនៅជុំគ្នាគឺត្រូវឆ្លងកាត់ស្អីខ្លះដំណាក់កាលទី1គឺខ្ញុំទៅបេះម្ទេសដំណាក់កាលទី2ខ្ញុំយកម្ទេសហ្នឹងទៅបុកលាយផ្សំជាមួយនឹងគ្រឿងរបស់វាមានដូចជាអំបិលស្ករសប៊ីចេងហើយការប្រើប្រាស់អំបិលស្ករសប៊ីចេងជាមួយម្ទេសហ្នឹងគឺទៅតាមចំណង់ចំណូលចិត្តរបស់ខ្ញុំចង់ប្រើហើយពេលដែលយើងញ៉ាំទៅវាคล้ายទៅជាឱសថមួយសម្រាប់ព្យាបាលនៅជំងឺក្រពះពោះវៀនយ៉ាងណាមិញគឺដូចគ្នាដែរដើម្បីយើងអាចបង្កើតទៅជាជំនាញច្បាស់លាស់គឺយើងត្រូវការមានធាតុផ្សំច្រើនហើយធាតុផ្សំហ្នឹងគឺយើងត្រូវការសំខាន់បំផុតមួយនោះគឺការអត់ធ្មត់ព្យាយាមធ្វើហើយធ្វើទៀតមិនគ្រាន់តែធ្វើបន្តិចបន្តួចបោះបង់ចោលទេបើសិនជាយើងធ្វើតែបន្តិចបន្តួចបោះបង់ចោលអាហ្នឹងគោលដៅយើងអត់ច្បាស់លាស់ហើយបើគោលដៅអត់ច្បាស់លាស់តើយើងអាចបង្កើតជំនាញបានទេដូច្នេះយើងត្រូវតែមានភាពអត់ធ្មត់មានភាពព្យាយាមពុះពៀធ្វើហើយធ្វើទៀតមិនបោះបង់ចោលឡើយហើយគោលដៅក៏មិនត្រូវច្រើនពេកដែរគោលដៅមួយដំណាក់ខួរក្បាលរបស់មនុស្សយើងគឺមានជាង10000លានកោសិកាមានធម្មពលជាង1800អ្នកខ្លះមានរហូតដល់1900មានសមត្ថភាព7កម្រិតអាចធ្វើអ្វីបានគ្រប់បែបយ៉ាងក៏ពិតមែនប៉ុន្តែបងប្អូនត្រូវចាំថាសមត្ថភាពខួរក្បាលយើងខ្លាំងទៅបានលុះត្រាតែខួរក្បាលទាំង3ខួរក្បាលតូចខួរក្បាលធំហើយនឹងកម្ពស់ខួរវាធ្វើការរួមគ្នាមានន័យថាដើម្បីឲ្យខួរក្បាលយើងខ្លាំងឲ្យសមត្ថភាពយើងខ្លាំងនៅក្នុងពេលតែមួយគឺយើងត្រូវតែធ្វើកិច្ចការតែមួយបានហើយណាឯកដ្ឋានជំនាញដើម្បីឲ្យយើងមានសមត្ថភាពច្បាស់លាស់ភាពខ្លាំងក្លាជំហានដំបូងគឺត្រូវតែឯកដ្ឋានសិនជំនាញផ្ដុំនៅចំណេះដឹងទាំងអស់ផ្ដុំនៅសមត្ថភាពទាំងអស់ធ្វើនៅកិច្ចការតែមួយដាក់ទៅលើគោលដៅតែមួយសិនបានហើយក្នុងពេលតែមួយគឺតែមួយបើយើងនិយាយឲ្យស្រួលយល់គេហៅថាចង់អារម្មណ៍សិនពេលនេះនៅក្បែរដើមចេកនិយាយអំពីប្រធានបទចេកអញ្ចឹងអារម្មណ៍របស់ខ្ញុំត្រូវតែផ្ដោតមកលើផ្លែចេកនិងអំបិលម្ទេសគឺហ្នឹងឯងណាប្រធានបទរបស់ខ្ញុំគឺអំបិលម្ទេសហើយនឹងចេកបង្កើតជាជំនាញអញ្ចឹងគឺយើងនិយាយជុំវិញតែបញ្ហាហ្នឹងទេអារម្មណ៍របស់យើងត្រូវនៅតែកន្លែងហ្នឹងទេអត់និយាយរឿងស្អីផ្សេងទៀតទេនេះហើយហៅថាការផ្ចង់អារម្មណ៍ការប្រមូលអារម្មណ៍ធ្វើឲ្យខួរក្បាលទាំង3របស់យើងវាធ្វើការរួមគ្នាបង្កើតទៅជាជំនាញពិតប្រាកដខ្ញុំនិយាយច្រើនដែរហើយខ្ញុំជឿថាបងប្អូនយល់ហើយពេលដែលបងប្អូនមើលវីដេអូនេះចប់បងប្អូនត្រូវតែបង្កើតនៅជំនាញរបស់យើងឲ្យពិតប្រាកដបងប្អូនចង់ខ្លាយទៅជាអ្វីបងប្អូនធ្វើនឹងទៅកុំសាវ៉ាចង់នេះផងចង់នោះផងវាអត់មានប្រសិទ្ធភាពទេអត់មានប្រយោជន៍ទេអត់មានគុណភាពទេណាចង់ធ្វើអ្វីធ្វើនឹងឲ្យពិតប្រាកដហើយមួយទៀតសៀវភៅអរិយប្រទេសនេះវាជារូបមន្តនិងមេគាវាអាចជួយបងប្អូនបង្កើតជំនាញបានព្រោះនៅក្នុងសៀវភៅអរិយប្រទេសនេះនៅត្រង់ជំពូកទី1ប្រព័ន្ធខ្លឹមនេះគឺនិយាយអំពីរបៀបរបបមេគាយុទ្ធសាស្ត្រនៅក្នុងការឆ្ពោះទៅរកភាពជោគជ័យនៃកិច្ចការងារមួយគឺស្វែងរកនៅចំណុចសំខាន់
តាល់តែយើងរកចំណុចសំខាន់ឃើញទើបយើងអាចធ្វើឲ្យកិច្ចការងារនោះមានប្រសិទ្ធភាពឧបមាដូចជាចេកហើយនឹងអំបិលម្ទេសនេះអញ្ចឹងតើចំណុចសំខាន់របស់វាគឺស្អីចំណុចសំខាន់របស់វាគឺគុណភាពរបស់វាគឺថ្នាំទឹករបស់វានោះគឺការព្យាបាលជំងឺក្រពះអាហ្នឹងគឺចំណុចសំខាន់បំផុតរបស់ចេកខ្ចីជាមួយអំបិលម្ទេសឃើញណាប្រព័ន្ធខ្លឹមគឺវាមានលក្ខណៈអញ្ចឹងស្វែងរកនៅចំណុចសំខាន់របស់វាស្អីក៏ដោយក៏មានចំណុចសំខាន់បំផុតរបស់វាដែរតែយើងរកវាឲ្យឃើញទៅណាសៀវភៅអរិយប្រទេសនេះវាមានប្រយោជន៍ច្រើនសម្រាប់បងប្អូនព្រោះសៀវភៅអរិយប្រទេសនេះគឺវាផ្ដោតសំខាន់ទៅលើរូបមន្តនិងមេគាបង្កើតអរិយប្រទេសគឺជាការធ្វើឲ្យប្រទេសជាតិមួយរីកចម្រើនរុងរឿងសុខសាន្តសម្បូរសប្បាយបើប្រទេសជួបនៅមហន្តរាយដោយសម័យប៉ុលពតអញ្ចឹងអាណាចក្រមហន្តរាយវាមិនមែនមហន្តរាយតែថ្នាក់ដឹកនាំទេវាមហន្តរាយដល់មនុស្សទាំងអស់ដល់ខ្ញុំអ្នកនិពន្ធដល់កសិករដល់កម្មករដល់អាជីវករគ្រប់បែបយ៉ាងប៉ុន្តែបើសិនជាប្រទេសយើងរីកចម្រើនរុងរឿងសុខសាន្តសម្បូរសប្បាយគឺរុងរឿងសុខសាន្តសម្បូរសប្បាយទាំងអស់គ្នាទាំងកសិករទាំងកម្មករទាំងអាជីវករទាំងមន្ត្រីតូចមន្ត្រីធំទាំងអស់គឺនឹងសុខសេនសានដូចគ្នាប្រទេសគេជឿនលឿនអរិយប្រទេសគ្រាន់តែប្រាក់ខែកម្មករគេក៏1500 2000 3000ដែរដូចជាកូរ៉េខាងត្បូងប្រទេសជប៉ុនប្រទេសអាមេរិកប្រទេសកាណាដាអីជាដើមជាចុងក្រោយចូលរួមកសាងប្រទេសជាតិយើងចាប់ពីការបង្កើតនៅជំនាញវិជ្ជាជីវៈខ្លួនរបស់យើងធ្វើឲ្យខ្លួនយើងមានជំនាញវិជ្ជាជីវៈច្បាស់លាស់បើជាកសិករត្រូវតែមានជំនាញច្បាស់លាស់ផ្នែកខាងកសិករតើយើងកសិករផ្នែកអីផ្នែកដាំចេកត្រូវតែយល់ដឹងឲ្យច្បាស់អំពីការដាំចេកបើជាកសិករដាំត្រប់ដាំល្ពៅដាំអ្វីផ្សេងក៏យល់ដឹងឲ្យច្បាស់អំពីជំនាញវិជ្ជាជីវៈណាព្រោះផ្នែកមួយវាសុទ្ធតែមានជំនាញវិជ្ជាជីវៈដោយឡែកពីគ្នាពេលដែលយើងមានជំនាញច្បាស់លាស់នោះប្រាក់បៀវត្សរបស់យើងក៏វារកចំណូលបានច្រើនទៅតាមនឹងផងដែរដូចជានៅប្រទេសគេជឿនលឿនអញ្ចឹងហេតុអីបានជាប្រាក់បៀវត្សរបស់គេថ្លៃដោយសារតែគេមានជំនាញផងដែរគួបផ្សំជាមួយនឹងអាណាចក្រគឺពលរដ្ឋនីមួយៗហ្នឹងគេមានជំនាញរបស់គេច្បាស់លាស់បើគេដាំដំណាំរបស់គេដាំហើយគឺបានផលល្អណាស់ហើយបានផលល្អពេលដែលគេយកចូលទៅទីផ្សារគឺគេមានទីផ្សារសម្រាប់ទិញដំណាំទៀតគឺប្រព័ន្ធគេហៅថាវត្តនៃសេដ្ឋកិច្ចរបស់គេមានគ្រប់ជ្រុងជ្រោយចំណែកយើងជំនាញរបស់យើងក៏ស្ទើរពេលដែលយើងដាំបានក៏មិនសូវមានគុណភាពឬក៏ស្ទើរដល់ពេលយើងយកទៅផ្សារអត់មានទីផ្សារទៀតអញ្ចឹងគឺវាដាច់គ្រប់បែបយ៉ាងនឹងហើយបង្កឲ្យប្រាក់បៀវត្សប្រាក់ចំណូលរបស់យើងគឺមានកម្រិតទៀតដូច្នេះហើយទើបយើងត្រូវការរៀននៅអរិយប្រទេសដើម្បីធ្វើឲ្យសមត្ថភាពរបស់យើងខ្លាំងពូកែរីកចម្រើនរុងរឿងហើយលទ្ធផលចុងក្រោយគឺរស់នៅសុខសេនសានសម្បូរសប្បាយគោលបំណងនៃការបង្កើតជំនាញរបស់យើងនីមួយគឺដើម្បីធ្វើឲ្យយើងទាំងអស់គ្នាមានការរីកចម្រើនអភិវឌ្ឍខ្លួនរបស់យើងដោយការធ្វើឲ្យខ្លួនយើងមានជំនាញវិជ្ជាជីវៈច្បាស់លាស់ជួបជាមួយនឹងខ្ញុំបាទរ៉េនសុខានៅវីដេអូក្រោយបន្តទៀតជាមួយនឹងប្រធានបទថ្មីកុំភ្លេចទិញសៀវភៅអរិយប្រទេស